សួស្តីអ្នកនរខ្ញុំភត្រា Android Developer នេះគឺជាការរៀបចំតបធ្វើការថ្មីរបស់ខ្ញុំនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យជាទូទៅអ្នកនរដឹងហើយថាអ្នកធ្វើការនៅស្រុកយើងបច្ចុប្បន្នគឺយើងធ្វើការពីថ្ងៃច័ន្ទនិងថ្ងៃសុក្រសម្រាប់ Developer ប៉ុន្តែក្រុមហ៊ុនខ្លះក៏គាត់ធ្វើការពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍មកព្រឹកអីចឹងទៅអញ្ចឹងសៅរ៍អាទិត្យយើងធ្វើអីគេសៅរ៍អាទិត្យគឺយើងអាចធ្វើ content ដោយមាន microphone មានកាមេរ៉ាដូចតែខ្ញុំកំពុងតែថតហ្នឹងយើងមានជាការ develop software freelance ឬក៏ជួយធ្វើ system ណាមួយនៃ team ណាមួយឬក៏មិត្តភ័ក្តិអីចឹងទៅដើម្បីបំពេញការងារគេហើយយើងបាន story ខ្លះយកមកចាយវាប្រចាំថ្ងៃចំណែកឯ accessory នៃការប្រើប្រាស់របស់ខ្ញុំគឺខ្ញុំរៀបចំនឹងផ្លែពីគេបន្តិចខ្ញុំចូលចិត្តនៅលើតុដែលមានរបស់ញ៉ៃច្រើនវាថាមានអីក៏ដោយគឺត្រូវតែមាននៅលើតុរបស់ខ្ញុំសូម្បីតែអ្នកនៅឃើញអាទឹកខ្ពុលមកនេះក៏ខ្ញុំនៅតែដាក់លើនឹងដែរនេះលើពីនឹងទៀតខ្ញុំក៏មានកែវកាហ្វេមួយដែលខ្ញុំញ៉ាំកាហ្វេរាល់ថ្ងៃកែវកាហ្វេមួយនេះហើយយើងក៏មានជាដង selfie មួយទុកករណីដែលយើងត្រូវថតដាក់ឃើញ content ភ្លាមសម្រាប់ TikTok platform អញ្ចឹងក្នុងអាជីពជា Android developer ផងជា content creator ផងយើងត្រូវតែមានរបស់របរក្បែរខ្លួនជានិច្ចនៅពេលដែលយើងដាក់ឃើញភ្លាមយើងអាច note ទុកឬក៏យើងអាចធ្វើយកដង selfie នេះមកថតភ្លាមក៏បានដែរនេះគឺជាវិធីសាស្ត្រមួយដែលជួយខ្ញុំបានច្រើនខ្លាំងមែនទែនហើយដង selfie នេះខ្ញុំរៀបចំថានឹងលក់វាដែរប៉ុន្តែដោយសារតែមានតែមួយលក់អស់ហើយមានទី3តែលក់អស់ហើយព្រោះមានតែមួយហ្នឹងក៏ទុកប្រើមកទៅអញ្ចឹងខ្ញុំឲ្យអ្នកគ្នាមកមើល detail បន្តិចតោះមើល detail តិចមកអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមើលពីចម្ងាយបែបនេះវាឃើញរៀងរញ៉េរញ៉ៃបន្តិចតែវាអត់អីទេសម្រាប់ខ្ញុំគឺវា feel like everything គឺ on my table ចឹងខ្ញុំប្រាប់ពីរបៀបដែលខ្ញុំធ្វើការនៅកន្លែងនេះតែខ្ញុំធ្វើមិនហើយខ្ញុំធ្វើពីណាទៅណាដំបូងគឺខ្ញុំបើក laptop មួយជួនកាល laptop នេះជួនកាល laptop នោះអាស្រ័យទៅលើបច្ចេកជាក់ស្ដែងអញ្ចឹងនៅលើ laptop មួយនេះខ្ញុំ develop ទៅលើ Android និង hybrid នេះគឺយើងប្រើ framework ខ្លួនឯងទេអញ្ចឹង IDE ដែលខ្ញុំប្រើមាន2មួយសម្រាប់ C web មួយទៀតគឺសម្រាប់ C Android អញ្ចឹងធម្មតាអ្នកដឹងថា Android developer គឺយើងប្រើ IDE Android និង WebStorm សម្រាប់ web ខ្ញុំក៏ប្រើ IntelliJ IDEA សម្រាប់ Kotlin ចំណែកឯខាងនេះគឺជា Google Pixel របស់ខ្ញុំដែលខ្ញុំដាក់វាជា landscape mode មូលហេតុដែលខ្ញុំដាក់អញ្ចឹងគឺមនុស្សខ្ញុំចូលចិត្តមើលរបស់គេ review ហើយ learn អង់គ្លេសបន្ថែមឬក៏ស្ដាប់ podcast គឺខ្ញុំស្ដាប់ដាក់ជាមួយកាស Bluetooth ដើម្បីស្ដាប់ចឹងខ្ញុំមានកាស Bluetooth មួយជា product របស់ Huawei បើយើងងាកមកខាងក្រោមបន្តិចយើងនឹងឃើញមានទូរស័ព្ទដៃមួយដោយ connect មកកាន់ laptop ដែលមានខ្សែ USB-C cable cable គឺខ្សែទូរស័ព្ទនេះគឺ Sony Xperia ចេញនៅឆ្នាំ2016ខ្ញុំភ្លេចលេខកូដវាបាត់ហើយខ្ញុំប្រើនេះគឺសម្រាប់ testing app ជាទូរស័ព្ទរបស់មេខ្ញុំទេគាត់ឲ្យមកខ្ញុំបើកាលគាត់អត់ទាន់ឲ្យមកខ្ញុំតេស្តគឺខ្ញុំប្រើ device ខ្ញុំនេះតេស្តប៉ុន្តែឥឡូវនេះដោយសារតែព័ត៌មានសំខាន់របស់យើងនៅនេះច្រើនយើងអត់ចង់បើក developer mode អញ្ចឹងយើងក៏បិទ developer mode ចោលបែរមកផ្នែកខាងស្ដាំវិញគឺយើងមាន connect ម៉ៅមួយម៉ៅដែលខ្ញុំប្រើបច្ចុប្បន្នគឺអ្នកគ្នាយើងធ្លាប់ឃើញក្នុងវីដេអូខ្ញុំកន្លងមកហើយ Acer Predator Citus 330តម្លៃវាគឺ$50បច្ចុប្បន្នពួក version ថ្មីដូចជា50ជាងដល់$60ល្អប្រើខ្ញុំប្រើរយៈពេល4ឆ្នាំហើយចំណែកឯ cooler មួយនេះគឺខ្ញុំប្រើសម្រាប់ទុកពេលដែលខ្ញុំបញ្ចូលទូរស័ព្ទឬក៏ iPad ខ្ញុំបើកវាដាក់កឹបចេះដើម្បីឲ្យត្រជាក់ដោយសារតែបច្ចុប្បន្ននេះខែ3នេះគឺខែក្តៅកន្លែងនេះគឺខ្ញុំភ្ជាប់ microphone ដើម្បី record សំឡេងហើយនេះគឺជា microphone ដែលខ្ញុំ record សំឡេងខ្ចីពី team របស់ខ្ញុំមកជា brand Mimo ខ្ចីពី IS developer មកចំណែកឯអ្នកគ្នាមើលមកខាងនេះគឺមាន laptop Acer Nitro 5 graphic card របស់វាគឺ RTX 3070 and ខ្ញុំមាន iPad មួយទុកធ្វើវីដេអូនៅពេលដែលខ្ញុំ edit វីដេអូឬក៏ thumbnail អីគឺខ្ញុំធ្វើនៅលើ iPad tablet វាលឿនជាងហើយតាក់ទងនឹង software យើងមាន Canvas មួយជាកម្មវិធី free ឲ្យយើងអាចកាត់តលើ iPad បានហើយការកាត់វីដេអូលើ iPad ក៏វា amazing ដែរអញ្ចឹង iPad នេះគឺជា iPad Pro 2018ដែលខ្ញុំប្រើបច្ចុប្បន្នហ្នឹងឯង
តលើ content creator គឺខ្ញុំប្រើវាជាមួយនឹង iPhone របស់ខ្ញុំជួនកាលអាចជាមួយនឹង Pixel នេះការថតវីដេអូនៅខាងក្រៅអីចឹងទៅតែ external នេះគឺខ្ញុំប្រើសម្រាប់ store វីដេអូដោយសារតែ iPad របស់ខ្ញុំហ្នឹងគឺមានទំហំ 64G GB អញ្ចឹងខ្ញុំប្រើ external មួយដើម្បីផ្ទុកវីដេអូរួចហើយយើង connect ជាមួយ iPad ទាញចូលកម្មវិធី iMovie ដើម្បីកាត់អញ្ចឹងលើកក្រោយខ្ញុំអាចនឹងចែកម្លែកដល់កម្មវិធី iMovie ដើម្បីអ្នកនរគ្នាប្រើប្រាស់អញ្ចឹងគឺ accessory របស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេហើយថ្ងៃក្រោយទៀតអាចនឹងមានការ update ទៀតបើសិនជាខ្ញុំមានអីតិចបន្ថែមទៀតចឹងណាចុះវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអ្នកនរគ្នាអរគុណច្រើនកុំភ្លេចចុច subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗបាយបាយ